ดเอาไว้บานជាមនុស្សជោគជ័យភាគច្រើនមិនដែលជប់អានសៀវភៅមនុស្សជាច្រើនចំណាយពេលលើទូរស័ព្ទជារៀងរាល់ថ្ងៃប៉ុន្តែបែរជានិយាយថាគ្មានពេលអានសៀវភៅការពិតគឺការអានសៀវភៅមិនមែនគ្រាន់តែបន្ថែមចំណេះដឹងទេតែវាកំពុងប្ដូររបៀបតែអ្នកគិតសៀវភៅល្អមួយក្បាលអាចបង្រៀនមេរៀនដែលអ្នកដទៃចំណាយពេលរាប់សិបឆ្នាំទើបរៀនបានអ្នកមិនចាំបាច់ធ្វើកំហុសគ្រប់យ៉ាងដោយខ្លួនឯងទេព្រោះអ្នកអាចរៀនពីបទពិសោធន៍របស់អ្នកនិពន្ធការអានក៏ជួយឲ្យអ្នកនិយាយបានល្អគិតបានជ្រៅសម្រេចចិត្តបានឆ្លាតជាងមុននិងមើលឃើញឱកាសដែលអ្នកដទៃមិនទាន់ឃើញកុំមើលស្រាលការអានសៀវភៅត្រឹមតែ10ឬ20នាទីក្នុងមួយថ្ងៃទម្លាប់តូចមួយនេះអាចក្លាយជាកម្លាំងដ៏ធំដែលផ្លាស់ប្ដូរអនាគតរបស់អ្នកចាប់ផ្ដើមពីសៀវភៅមួយក្បាលមួយទំព័រមួយថ្ងៃណាមួយអ្នកនឹងដឹងថាការសម្រេចចិត្តបើកសៀវភៅគឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយក្នុងជីវិតតើសៀវភៅមួយក្បាលណាដែលបានផ្លាស់ប្ដូរជីវិតរបស់អ្នកសូមសរសេរ comment នៅខាងក្រោមវីដេអូមួយនេះដើម្បី admin បានដឹងម្នាក់មួយផងសូម follow page និងចែករំលែកវីដេអូមួយនេះប្រសិនបើអ្នកចង់រៀនគំនិតថ្មីៗជារៀងរាល់ថ្ងៃ